ខ្ញុំចិត្តអានអំពកីឡាប៉ុន្តែថ្មីៗនេះខ្ញុំបានអានព័ត៌មានជាច្រើនដែលពាក់ព័ន្ធនឹងជំងឺអេដក្នុងនាពេលបច្ចុប្បន្ននេះការចំណេះដឹងនិងការយកឃើញទូទៅមេរោគអេដបានធ្វើឲ្យមនុស្សបែកបាក់ពីក្រុមគ្រួសារនិងឃ្លាតឆ្ងាយពីមនុស្សជាទីស្រឡាញ់របស់ខ្លួនប៉ុន្តែវាមិនគួរអញ្ចឹងទេយើងត្រូវប្រឈមមុខនឹងបញ្ហាដើម្បីបញ្ឈប់រាល់ការរើសអើងគឺត្រូវចាប់ផ្ដើមចេញពីខ្លួនយើងម្នាក់ៗដូចគ្នានឹងកីឡាបាល់ទាត់ដែលទាមទារឲ្យធ្វើការជាក្រុមនិងរួបរวมសាមគ្គីគ្នា HIV can only be transmitted by having unprotected sex or blood transmission. ដើម្បីការពារខ្លួនរបស់អ្នកនិងដៃគូសូមប្រើប្រាស់ស្រោមអនាម័យសូមមេត្តាគម្រើសអើងអ្នកមានផ្ទុកមេរោគអេដគួរតែលើកទឹកចិត្តនិងស្រឡាញ់ពួកគេឲ្យបានច្រើនព្រោះមេរោគអេដមិនអាចឆ្លងតាមរយៈការបរិភោគចំណីអាហារឬការលេងកីឡាជាមួយគ្នាឡើយប្រសិនបើលោកអ្នកធ្លាប់រួមភេទដោយមិនបានការពារសូមប្រញាប់ទៅពិនិត្យឈាមជាបន្ទាន់ HIV medicine is provided for free. The earlier the treatment starts, the healthier you will be. គោលបំណងរបស់យើងគឺ ចង់សម្រេចឲ្យបាន នៅផែនការ03 គឺសូមចំពោះការឆ្លងមេរោគអេដថ្មីសូមចំពោះការស្លាប់ដោយសារជំងឺអេដនិងសូមចំពោះការរើសអើងសូមកុំភ្លេចថាយើងទាំងអស់គ្នានៅក្នុងក្រុមតែមួយហើយលោកអ្នកក៏អាចចូលរួមជាមួយពួកយើងបានដែរ